សួស្តីបងប្អូនបាទថ្ងៃនេះមាន laptop Asus ZenBook បាទមកគ្រឿងទៀតហើយសម្រាប់ធ្វើការ unbox និងក៏ដូចជាថតលេងជូនបងប្អូនទស្សនាបាទ spec របស់វាបងប្អូនបាទអានេះគឺ ZenBook UM3406K A បាទហើយពណ៌ Jet Black នេះបងប្អូនមើលកេសវាទៅហើយ CPU វាបងប្អូន AMD Ryzen AI7 បាទ CPU ស៊េរីថ្មីអី AI7 330 សំទោសបាទហើយ RAM វាប្រភេទ LDDR5X 16GB on board បងប្អូនបាទហើយ storage គឺ Mate Gen 4 M2 PCIe បាទអេក្រង់គឺ UWUHGA អាហ្នឹងអេក្រង់ 2K បាទវា1920គុណនឹង1200ហើយខ្ញុំថតនេះគឺ adapter របស់វាបងប្អូន Type C តម្លៃលើទីផ្សារ$999បងប្អូនបាទ OLED អេក្រង់ OLED តើបងប្អូន 60Hz Wi-Fi 6 Windows 11 Home License ហើយក្នុងប្រអប់មិញដូចបងប្អូនឃើញគឺមានស្រោមស្លៀវធានា3ឆ្នាំបងប្អូនមកហើយ Perfect Warranty 1ឆ្នាំនេះកាឡាទេបងប្អូនបាទពួក ZenBook ធ្វើហើយម្យ៉ាងទៀតបងប្អូនធ្លាប់ដឹងហើយ ZenBook គឺធានាកាន់ថ្មតែម្ដងមកបើក5ម៉ោងអីមិនទាន់ទៅណាហើយខាងស្ដាំនេះមានរុន Type C 2រុនដោតកាស1ហើយនិង HDMI port 1ដូចជាមានកន្លែងសញ្ញាថ្មអីចឹងណាខាងនេះមាន USB 1ហើយនិងកន្លែងរុនបញ្ចេញកម្ដៅបាទឥឡូវយើងបើកមើលអេក្រង់វាបន្តិចបាទ keyboard វាមាន style 14 inch ទេតែtrackpad វាមានលេខលើនឹងបងប្អូនបាទយើងអាចបដូរវាទៅជា number pad បានអានេះគឺស៊េរីថ្មីហើយមាន AMD AI ទៀតណាបងប្អូនអញ្ចឹងខ្ញុំមិនបានអីក្បោះក្បាយជូនបងប្អូនទេព្រោះយើងបើកហើយដាក់កម្មវិធីដាក់អីជូនភ្ញៀវតែបងប្អូនដែលចូលចិត្ត laptop ស្ដើងអីបងប្អូនអាចcheck ជាមួយ model នេះបានតម្លៃតា$999ទេធានា3ឆ្នាំនិង perfect warranty 1ឆ្នាំពីក្រុមហ៊ុន Asus ផ្ទាល់បាទហើយ style នៅពេលដែលបើកចេញពីបើក Windows មកគឺបែបហ្នឹងហើយ keyboard ក៏មានភ្លើងដែរប៉ុន្តែជាភ្លើងនៅខាងក្រោម key ទេបងប្អូនមិនមែនភ្លើងតាមក្រប key ទេមើលបាទចឹងបងប្អូនចង់បានឬក៏ចង់សាកសួរព័ត៌មានអីអាចឆាត Telegram ខ្ញុំបានឬក៏ comment នៅខាងក្រោមវីដេអូនេះបានឥឡូវខ្ញុំកំពុងតែបើកដំណើរការដើម្បីដាក់កម្មវិធីមួយចំនួនជូនភ្ញៀវតិចទៀតខ្ញុំថតពេលវាចូលដល់ Windows អញ្ចឹងណាអានេះយើង active Windows វាហើយមកអេក្រង់ full frame តែម្ដងបងប្អូនអសល់ frame តិចមែនតើអញ្ចឹងមើលទៅស្រឡះភ្នែកអញ្ចឹងណាបងប្អូនមើលទៅនេះគឺជាlaptop ដែលមានគុណភាពទាំងរូបបង្ហាញបាទរហូតដល់ OLED ហើយថ្មកាន់បាទ Asus មានតែ ZenBook ទេបងប្អូនដែលមានថ្មកាន់ខ្លាំងណាបើស៊េរីផ្សេងវាមកជុំនឹងតាមបទពិសោធន៍ក៏ដូចជាការប្រើប្រាស់របស់ភ្ញៀវផ្ទាល់គាត់ថាព្រោះZenBook នេះគឺថ្មវាធំហើយប្រើបានយូរហើយណាមួយស៊េរីនេះគឺជាប្រភេទ CPU ថ្មីដែល AMD ទើបតែដាក់នៅលើ laptop បាទពួក AI7 នេះ
នេះបងប្អូនឃើញហ្នឹងបាទអាហ្នឹងគឺជា CPU AI 7ហ្នឹងអូខេឥឡូវយើងចូលដល់ចំណុចនេះមួយទីទៀតខ្ញុំកាត់វាចូលទៅដល់ចំណុចបន្ទាប់នេះតនេះយើងរើសភាសាឬអីចឹងទៅអាហ្នឹងដូចតែគ្នាបងប្អូនសម្រាប់ការ Active Windows ដំបូងនេះយើង skip connect Wi-Fi នេះអញ្ចឹងបងប្អូនដែលមិនចេះ skip connect Wi-Fi នេះបងប្អូនអឺចាំមើលអាណាមានពេលខ្ញុំធ្វើវីដេអូដាច់ដោយឡែកព្រោះអីខ្ញុំភាគច្រើនធ្វើតែជាមួយចូលគ្នាអញ្ចឹងណាធ្វើវីដេអូដាច់ដោយឡែកទៅដើម្បីបងប្អូនអាចទស្សនាទៅវាមិនច្រឡំបាទអញ្ចឹងវីដេអូនេះខ្លីៗទេបងប្អូនខ្ញុំថតកាត់ណាបាទឥឡូវចូលដល់កន្លែងដល់ Windows ហើយមិនបានថតអីវែងទេអញ្ចឹងក៏អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះបាទខ្ញុំសូមបញ្ចប់ប៉ុណ្ណេះជួបខ្ញុំបាទនៅវីដេអូក្រោយទៀតបាទបាយបាយ